រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរតិកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ36យកមកបង្ហាញដូច្នេះសូមរៀបសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី14លំហាត់ទី15គេឲ្យត្រីកោណ2ដែលមានមុំ91 81ហើយមុំនេះមិនដឹងហើយនឹងត្រីកោណធំ91មុំ x1 និងមុំនេះអត់ដឹងដើម្បីរកមុំ x ឃើញយើងត្រូវរកមុំតូចនេះសិនបន្ទាប់រកមុំតូចនេះឃើញហើយយើងរកមុំបន្ទាប់នេះហើយទើបយើងរក x មុំ x ឃើញដូច្នេះសូមមើលការបកស្រាយទាំងអស់គ្នាមុំ80បូកមុំ9បូកមុំ y អងឧបមាយើងរកមុំតូចនេះមុនមុំ80បូកមុំ9បូកមុំ y អងស្មើ180មូលហេតុអីជាផលបូកមុំក្នុងនៃកោណអញ្ចឹងយើងអាចទាញបានមុំ y ស្មើ180ដល់ឲ្យផលបូកមុំ2នឹងផលបូកមុំ2នេះនៅអង្គទី1បូកទាញមកអង្គទី2ដកដោះស្រាយសមីការអញ្ចឹងយើងឃើញ x y អងស្មើ180ដល់ឲ្យមុំ8បូកមុំ9 8បូក9ស្មើ170 180ដល់170ស្មើ10អញ្ចឹងមុំតូចនេះយើងឃើញ10បន្ទាប់មកយើងរកមុំទាំងអស់នេះ10បូក30 40យើងតាំងថាមុំនឹងមុំ y មុំ y ស្មើ y អងបូក30មុំ y ស្មើមុំ y អងបូក30 y អងគឺ10 30 10បូក30 40អញ្ចឹងមុំ y នេះឃើញ40មុំនេះ9អញ្ចឹងគេអាចរកមុំ x ឃើញមុំ x បូកនឹងមុំ9បូកនឹងមុំ y មុំ y យើងរកមិនឃើញ40ណែអញ្ចឹងនាំឲ្យយើងបានមុំ x ស្មើ180ដល់ឲ្យនេះផលបូកនៃមុំ90បូកនឹង y 90មុំ90ស្មើ9មុំ y មិញយើងរកឃើញ10 9បូក10 100 180ដល់100ស្មើ8ដូច្នេះមុំ x ដែលយើងត្រូវរកនេះគឺស្មើ80ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា